រឿងនិយាយកំបត់ហើយខ្លួនឯងដើរទៅផ្ទះតាអឿនដើរទៅខ្ចីបថៅតាអឿនយកមកឲ្យពុកបន្តិចមកយ៉ាមកធ្វើអីគឺពុកយកមកកាប់អូនហ្នឹងណាពេលដែលកូនឯងទៅដល់ផ្ទះគាត់កូនឯងប្រាប់គាត់ទៅថាពុកជាអ្នកឲ្យខ្ចីនៅពេលដែលហើយដើរទៅដល់ផ្ទះតាអឿនឲ្យខ្ញុំឲ្យសេបថៃបន្តិចហើយអន្តិតឯងហ្នឹងកូនចៅពីណាគេខ្ញុំកូនពើហ៊ានអញ្ចឹងដើរទៅយកទៅនៅក្រោយផ្ទះបតានោះហើយបានឲ្យបថៅទៅកាន់នៅពុករបស់គេណាបថៅហើយកូនឯងស្អែកហ្នឹងមានទៅរៀនអត់កូនស្អែកខ្ញុំមកទៅរៀនផងថៃសួរថាអីហ្នឹងពុកគេទៅសួរទៅបើមិនទៅរៀនទេល្អហើយស្អែកនេះជួយយកអស់ទៅលក់ជាមួយនឹងពុកនៅឯផ្សារអើមែនបើថាស្អែកហើយខ្ញុំទៅផងចឹងនៅពេលដែលហើយនឹងឪពុករបស់គេបានយកអស់ទៅលក់នៅក្នុងផ្សារហ៊ឿនតាណាមណាហ្នឹងខ្ញុំមកលក់អស់ហ្នឹងណាហើយចុះភឿឯងតាណាមណាវិញខ្ញុំយកត្រីមកលក់នៅនឹងផ្សារដែរហ្នឹងណាហើយនេះកូនប្រុសរបស់ហ៊ឿនឯងមែនទេហ្នឹងហើយអូនឈ្មោះអីដែរអូនឈ្មោះហើយរាល់ថ្ងៃហ្នឹងរៀនថ្នាក់ទីប្រមាណណាអូនរៀនថ្នាក់ទី6ហើយសួរធ្វើអីពូចេះតែសួរទៅហ្នឹងណាភ្លាមនោះតាសំដែលជាអតីតគ្រូបង្រៀនបានដើរចូលមកដល់អាយ៉ាចៃដល់ម្លេះថ្ងៃនេះហើយនៅទាំងពីរមកផ្សាររើសទិញអីដែរបាទលោកគ្រូខ្ញុំគ្មានមកផ្សាររើសទិញអីនោះទេគឺខ្ញុំយកអស់មកលក់ជាមួយនឹងកូនខ្ញុំហ្នឹងណាហើយក្មួយខាងនេះមានឈ្មោះអីដែរហើយរៀនថ្នាក់ទីប្រមាណហើយរាល់ថ្ងៃហ្នឹងឈ្មោះហើយរៀនថ្នាក់ទី6មិនបានជានិយាយជាមួយមនុស្សចាស់និយាយកំបត់អញ្ចឹងនិយាយបែបនេះមិនល្អទេក្មួយធ្វើម៉េចបាទត្រឡប់ខ្ញុំនិយាយទាំងចឹងហ៊ឿនអូនឯងគួរតែអប់រំណែនាំកូនរបស់ហ៊ឿនឯងកុំឲ្យគេនិយាយកំបត់បែបនេះជាមួយនឹងមនុស្សចាស់ឬមួយជាមួយនឹងអ្នកដែលមានអាយុច្រើនជាងគេណាបើនិយាយបែបនេះគឺមិនល្អនោះទេឲ្យខ្ញុំនិយាយអប់រំណែនាំគេយ៉ាងម៉េចទៅលបងបើតាំងតែពីដើមមកកូនខ្ញុំគេនិយាយតែអញ្ចឹងហ្នឹងដោយសារតែនិយាយតែអញ្ចឹងនឹងហើយបានខ្ញុំចង់ឲ្យហ៊ឿនឯងនិយាយអប់រំណែនាំកូនរបស់ហ៊ឿនឯងនឹងណាក្មេងត្រូវតែនិយាយឲ្យមានពាក្យមានចង់មានកន្ទុយមិនត្រូវនិយាយជាមួយនឹងមនុស្សចាស់និយាយកំបត់បែបនេះនោះទេបាទលបងដោយសារតែខ្ញុំនឹកឃើញតែសារកូនរបស់ខ្ញុំគេតែងតែនិយាយអញ្ចឹងទើបខ្ញុំមិនបានចាប់អារម្មណ៍នឹងណាលបងក្មួយអ៊ំប្រាប់ទៅចោះក្មួយជាក្មេងក្មួយត្រូវនិយាយជាមួយនឹងណាម្នាក់ដែលគេមានអាយុច្រើនជាងក្មួយត្រូវតែចេះនិយាយគោរពគេនិយាយពាក្យបាទហើយនឹងពាក្យបងពូឬក៏អ៊ំជាដើមមិនត្រូវនិយាយកំបត់ឆ្កយអញ្ចឹងទេនៅពេលដែលក្មួយនិយាយកំបត់ឆ្កយអញ្ចឹងអ្នកដែលគេស្ដាប់ទៅគេថាក្មួយនេះគឺជាក្មេងឆ្លើយគ្មានការអប់រំគ្មានការព្រៀនប្រដៅពីឪពុកម្ដាយវាអាចធ្វើឲ្យក្មួយអាប់អោនទៅដល់គេឈ្មោះក្រុមគ្រួសាររបស់ក្មួយលើទីក្មួយបានអ៊ំចាប់ពីថ្ងៃនេះទៅខ្ញុំនឹងឈប់និយាយពាក្យកំបត់ទៀតហើយលោកអ៊ំក្មួយអរគុណលោកអ៊ំខ្លាំងណាស់